ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Facebook Page សៀនអារិតនិង Channel YouTube សៀនអារិតនៅក្នុង podcast មួយនេះខ្ញុំនឹងចែករំលែកហើយក៏ដូចជាបង្ហាញពាក់ព័ន្ធជាមួយនឹងការធ្វើការនៅពេលកំពុងរៀនសាកលវិទ្យាល័យហើយនឹងការធ្វើការចំជំនាញនិងធ្វើការមិនចំជំនាញថាវាយ៉ាងម៉េចពីហ្នឹងសម្រាប់ចំណុចទី1ពាក់ព័ន្ធជាមួយនឹងការធ្វើការទៅលើជំនាញមានន័យថាពេលយើងកំពុងរៀនហ្នឹងគឺយើងបានរកការងារមួយសម្រាប់ធ្វើខ្លួនឯងហើយការងារហ្នឹងគឺវាចំជំនាញយើងទៀតឧទាហរណ៍យើងរៀនខាងវិស្វកម្មសំណង់ស៊ីវិលហើយយើងបាននៅក្នុងឆ្នាំទី1ឬក៏ទី2ដែលយើងមានឱកាសបានចុះវឹកហាត់ការងារឬក៏ជាបុគ្គលិក train អីចឹងណាយើងបានទៅលើជំនាញរបស់យើងអញ្ចឹងវាជារឿងដែលល្អបំផុតដែលយើងកំពុងរៀនប៉ុន្តែយើងបានធ្វើការទៅលើជំនាញបានវឹកហាត់ទៅលើជំនាញហើយបានប្រកាសខ្លះសម្រាប់គ្រប់គ្រងខ្លួនឯងទៀតអញ្ចឹងវាជារឿងដែលល្អបំផុតក៏ប៉ុន្តែសម្រាប់រឿងមួយហ្នឹងវាក៏កម្រនឹងកើតមានឡើងដែរនៅពេលដែលយើងទៅឆ្នាំទី1ទី2ដែលយើងបានឱកាសចូលធ្វើការទៅលើជំនាញរបស់យើងណាវាពិតជាពិបាកដោយសារនៅក្នុងឆ្នាំដំបូងឬក៏ឆ្នាំទី1ទី2ហ្នឹងជាទូទៅយើងមិនតាន់ស៊ីជម្រៅទៅលើជំនាញប៉ុន្មានទេយើងរៀននៅលក្ខណៈថាមូលដ្ឋានគ្រឹះទូទៅនៅឡើយទេអញ្ចឹងវាអត់តាន់ស៊ីជម្រៅទៅលើជំនាញទេដូច្នេះយើងមិនតាន់យល់ដឹងខ្លាំងពីជំនាញហើយយើងព្យាយាមស្វែងរកការងារទៅពាក់ព័ន្ធនឹងជំនាញមកធ្វើវាក៏ជារឿងមួយដែលពិបាកសម្រាប់យើងមានន័យថាកន្លែងខ្លះក៏គេពិបាកនឹងផ្ដល់ឱកាសឲ្យយើងដែរដោយសារវាថ្មីសម្រាប់យើងខ្លាំងពេកយើងវាអត់តាន់ដឹងអំពីជំនាញមួយហ្នឹងវាយ៉ាងម៉េចរបៀបធ្វើការជំនាញហ្នឹងវាយ៉ាងម៉េចអញ្ចឹងមានន័យថាយើងអត់តាន់យល់ស៊ីជម្រៅពីជំនាញហ្នឹងអញ្ចឹងគេក៏ពិបាកផ្ដល់ឱកាសឲ្យយើងដែរវាមានថាថ្មីទាំងស្រុងណាតែបើយើងចូលឆ្នាំទី3ឬក៏ទី4អាហ្នឹងវាជាពេលវេលាមួយអាចថាសំស្របមួយដែរហើយក៏ជាអាចថាមានភាគរយច្រើននៅក្នុងការស្វែងរកការងារដែលតើតើនឹងជំនាញឬក៏ចំជំនាញរបស់យើងអាហ្នឹងវាភាគរយខ្ពស់នឹងទទួលបានតែបើសម្រាប់ឆ្នាំទី1ទី2វាអាចថារៀងពិបាកបន្តិចប៉ុន្តែក៏មានសិស្សខ្លះដែលគាត់មានឱកាសហ្នឹងដែលគាត់ឆ្នាំទី1ទី2តែគាត់បានធ្វើការទៅលើជំនាញរបស់គាត់ដែរអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើការលើជំនាញខ្លួនឯងជាមួយនឹងការធ្វើការលើជំនាញផ្សេងសួរថាតើមួយណាល្អជាងអញ្ចឹងពេលដែលកំពុងរៀនផងធ្វើការផងនេះវាមិនថាជាពេលណាទេវាគាត់តែធ្វើការទៅលើជំនាញវាល្អជាងហើយដោយសារយើងរៀនអាហ្នឹងយើងធ្វើការអាហ្នឹងវាកាន់តែអភិវឌ្ឍសមត្ថភាពយើងវាខ្លាំងជាងមុនហើយតែចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងយើងរៀនផងហើយយើងចង់រកការងារធ្វើផងអញ្ចឹងសម្រាប់ឆ្នាំដំបូងទី1ទី2ហ្នឹងបើយើងមិនតាន់ប្រើទៅលើជំនាញខ្លាំងទេអញ្ចឹងយើងអាចធ្វើការយើងរកការងារធ្វើទៅបើយើងចង់ធ្វើការងារបន្ថែមណាយើងរកការងារធ្វើទៅហើយចំការងារផ្សេងដែលមិនចំជំនាញទេអាចធ្វើបានក៏ធ្វើសិនទៅធ្វើមួយឆ្នាំពីរឆ្នាំអីទៅហើយចាំពេលដែលយើងយល់ដឹងពីជំនាញស៊ីជម្រៅហើយរៀនសូត្រអំពីជំនាញយើងបានគួរសមហើយចាំយើងព្យាយាមរកកន្លែងណាដែលរកក្រុមហ៊ុនណាដែលមានការងារទៅតាមជំនាញរបស់យើងបានចូលធ្វើចាំយើងឈប់ពីកន្លែងចាស់អាហ្នឹងវាគឺបែបហ្នឹងណាតែបើឆ្នាំដំបូងយើងប្រើទៅលើជំនាញតែម្ដងអញ្ចឹងវារៀងពិបាកបន្តិចឧទាហរណ៍ថាយើងរៀនទៅលើផ្នែកសំណង់ឬក៏ផ្នែកស្ថាបត្យកម្មណាអញ្ចឹងយើងឆ្នាំទី1យើងព្យាយាមរកដាក់ CV ទៅបងខ្ញុំចង់ធ្វើការខាងនេះក្រុមហ៊ុនសំណង់នេះគេរើបុគ្គលិកដាក់ CV ចូលទៅដល់ពេលទៅសម្ភាសបងឯងអត់គេសួរខាងយល់ដឹងឯខ្លះពីស្ថាបត្យកម្មយល់ដឹងខ្លះពីសំណង់ឆ្លើយអត់ចេញគេសួរទៅតងសំណង់ក៏ឆ្លើយអត់បានគេមកយកយើងវាថ្មីពេកណាអញ្ចឹងសម្រាប់ឆ្នាំទី1ទី2ហ្នឹងយើងអាចថាធ្វើការក្រៅជំនាញសិនទៅហើយចាំឆ្នាំទី3ទី4ដែលយើងយល់ដឹងពីជំនាញបានច្រើនហើយរៀនសូត្រអំពីជំនាញរបស់យើងនឹងបានគួរសមហើយយើងព្យាយាមរកវាហ្នឹងហើយអាហ្នឹងវាជាបទពិសោធន៍ខ្ញុំផ្ទាល់នេះហើយមួយទៀតសួរថាការរៀនផងធ្វើការផងហ្នឹងវាចាំបាច់ទេពេលនៅរៀននៅសាកលហ្នឹងខ្ញុំមិនឆ្លើយថាចាំបាច់ឬមិនចាំបាច់ទេប៉ុន្តែខ្ញុំនឹងបកស្រាយថាពីរហ្នឹងវាយ៉ាងម៉េចនេះអាហ្នឹងវាអាស្រ័យទៅលើយើងខ្លួនឯងសម្រាប់ការរៀនសតមានន័យថាយើងអត់
ធ្វើការទេគឺយើងរៀនសតរយៈពេល4ទៅ5ឆ្នាំនៅក្នុងថ្នាក់បរិញ្ញាបត្ររបស់យើងនឹងអញ្ចឹងខ្ញុំអាចហ៊ាននិយាយបានថាបើសិននឹងគាត់អត់ខ្ជិលរៀនហើយគាត់សរសៃក្នុងការរៀនគឺការរៀនសូត្ររបស់គាត់គឺកាន់តែល្អប្រសើរខ្លាំងមែនទែនហើយគាត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀនហើយគាត់វាងវៃក្នុងការរៀនគឺការរៀនរបស់គាត់គឺទៅដល់រលូនតែម្ដងនៅក្នុងហើយខ្ញុំជឿថាលទ្ធផលនៃការសិក្សារបស់គាត់ក៏ល្អប្រសើរដែរចុះអាការរៀនផងធ្វើការផងនោះវាយ៉ាងម៉េចការរៀនផងធ្វើការផងខ្ញុំហ៊ានធានាថាវាប៉ះពាល់ខ្លះដល់ការសិក្សាដោយនៅក្នុងវីដេអូមុនដែលខ្ញុំបាននិយាយអញ្ចឹងណាអ្នកដែលបានស្ដាប់ហើយគាត់អាចដឹងខ្លះហើយអញ្ចឹងការរៀនផងធ្វើការផងវាតែងតែប៉ះពាល់ហើយដល់ការរៀនរបស់យើងវាមិនអាចអត់ប៉ះពាល់ទេដោយគេតែនិយាយថាយើងមិនអាចសវ៉ាពីរក្នុងពេលតែមួយណាហ្នឹងហើយអញ្ចឹងវាបែបហ្នឹងក៏ប៉ុន្តែការរៀនផងធ្វើការផងហ្នឹងវាល្អត្រង់ចេះយើងរៀនចប់រយៈពេល4ទៅ5ឆ្នាំនៅថ្នាក់បរិញ្ញាបត្ររបស់យើងហ្នឹងគឺយើងមានបទពិសោធន៍នៅលើការងាររយៈពេលវែង1ឆ្នាំ2ឆ្នាំ3ឆ្នាំអញ្ចឹងទៅយើងរៀនចប់បរិញ្ញាបត្រយើងមានបទពិសោធន៍ការងារស្រាប់អញ្ចឹងវាជាឱកាសមួយដែលយើងដាក់CV ទៅរកការងារធ្វើវានឹងមានឱកាសជាប់ច្រើនណាក៏ប៉ុន្តែដូចខ្ញុំនិយាយខាងដើមអញ្ចឹងវាអាការរៀនសូត្ររបស់យើងនឹងវាអត់ទៅរលូនទេពេលយើងកំពុងរៀនណាគឺវារៀងមានភាពរអាក់រអួលខ្លះហើយរៀងហត់នឿយខ្លាំងជាងគេហើយសារយើងអត់សូវមានពេលគ្រប់គ្រាន់ទេពេលទៅនេពីចប់ម៉ោងរៀនចូលធ្វើការចេញម៉ោងធ្វើការយប់បាត់ចឹងយើងអត់សូវមានពេលប្រហែលនេះហ្នឹងគឺវាបែបហ្នឹងចឹងសរុបខាងក្រោយនឹងបន្តិចពាក់ព័ន្ធជាមួយនឹងការរៀនសតនិងការធ្វើការផងរៀនផងណាការរៀនសតវាល្អបើសិនបើយើងមានលទ្ធិគ្រប់គ្រាន់ក្នុងការរៀនហើយយើងចង់ឲ្យការរៀនសូត្ររបស់យើងវាទៅដល់រលូនហ្នឹងគឺវាល្អតែបើរៀនផងធ្វើការផងវាល្អសម្រាប់សិស្សដែលគាត់មានជីវភាពមិនសូវទូធាគាត់ចង់សម្រួលបន្ទុកគ្រួសារខ្លះអានេះគឺបែបហ្នឹងហើយគាត់ចង់កសាងបទពិសោធន៍នៅពេលដែលកំពុងធ្វើការហ្នឹងខ្ញុំសូមបើវងចូលទៅពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅពេលកំពុងរៀនសាកលវិទ្យាល័យហ្នឹងបទពិសោធន៍ខ្លះយើងធ្វើអត់ចំជំនាញអាហ្នឹងវាអត់សូវរឹងប្រហែលទេមានន័យថាប្រហែលថាយើងរៀនខាងស្ថាបត្យកម្មឬក៏រៀនខាងសំណង់ឬក៏រៀនខាងធនាគារអញ្ចឹងតែយើងទៅធ្វើការវាខុសជំនាញយើងព្រោះថាយើងរៀនឬក៏ថាខ្ញុំរៀនខាងសំណង់ស៊ីវិលស្រាប់តែពេលខ្ញុំកំពុងរៀនខ្ញុំទៅធ្វើការខាងផ្នែក sale ឬក៏ខាងផ្នែកទទួលភ្ញៀវរត់តុអីចឹងណាអញ្ចឹងវាពេលយើងវាជាបទពិសោធន៍ការងារមួយដែរគាត់ថាវាបទពិសោធន៍វាចំជំនាញអញ្ចឹងវាអត់សូវទម្ងន់ណាបទពិសោធន៍ការងារវាសូវធ្ងន់ហ្មងតែបើពេលកំពុងរៀនហ្នឹងយើងធ្វើការចំជំនាញគឺបទពិសោធន៍យើងគឺវាមានទម្ងន់មកពេលយើងទៅសម្ភាសវាអាចនឹងងាយជាប់ដែរអូខេប៉ុន្តែដូចខ្ញុំបញ្ជាក់ដែរពេលកំពុងរៀនឆ្នាំទី1ទី2ហ្នឹងបើយើងមិនតាន់ចូលជំនាញខ្លាំងទេអញ្ចឹងយើងអាចធ្វើការខុសជំនាញសិនទៅដើម្បីបានប្រាក់កាសខ្លះគ្រាន់គ្រប់គ្រងខ្លួនឯងណាគ្រាន់តែសំលុយទុកខ្លួនឯងខ្លះគ្រាន់ឈឺកាត់យកលុបយើងមានលុយក្នុងខ្លួនអញ្ចឹងសរុបឡើងវិញពាក់ព័ន្ធជាមួយនឹងការធ្វើការចំជំនាញនិងមិនចំជំនាញគឺមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូឬក៏អេពីសូតក្រោយៗទៀតដែលខ្ញុំនឹងព្យាយាមធ្វើការផលិតនៅប្រធានបទដែលជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាអរគុណច្រើន